ដើម្បីឲ្យមនុស្សអាចទំនាក់ទំនងជាមួយដែនទាំង3គឺវិញ្ញាណប្រលឹងនិងរូបកាយនៅក្នុងប្រលឹងក៏មាន3ផ្នែកដែរផ្នែកមួយនៃផ្នែកទាំង3នេះហៅថាអារម្មណ៍ដែលធ្វើឲ្យយើងចេះស្រឡាញ់ចង់បានស្អប់និងមានសេចក្តីរីករាយឬទុក្ខព្រួយដែនមួយទៀតរបស់ប្រលឹងគឺគំនិតនៅក្នុងគំនិតយើងមានការគិតមានការពិចារណាមានយោបល់និងមានទស្សនៈចំណែកឯផ្នែកទី3របស់ប្រលឹងគឺឆន្ទៈដែលតាមរយៈឆន្ទៈនេះយើងអាចធ្វើការសម្រេចចិត្តសេចក្តីរីករាយឬសេចក្តីទុក្ខព្រួយរបស់យើងគឺចេញមកពីផ្នែកអារម្មណ៍ដែលពេលដែលយើងពិចារណាឬរកហេតុផលមានន័យថាយើងកំពុងប្រើគំនិតបន្ទាប់មកនៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយនេះមានន័យថាកំពុងប្រើឆន្ទៈដូច្នេះគំនិតឆន្ទៈនិងអារម្មណ៍គឺជាផ្នែកទាំង3របស់ព្រលឹងយើងគិតដោយប្រើគំនិតយើងប្រើប្រាស់យើងជ្រើសរើសដោយប្រើឆន្ទៈហើយយើងចូលចិត្តឬមិនចូលចិត្តស្រឡាញ់ឬស្អប់គឺដោយប្រើអារម្មណ៍នៅពេលដែលយើងទំនាក់ទំនងជាមួយនឹងដែនខាងប្រលឹងយើងត្រូវប្រើប្រលឹងដែលជាផ្នែកចិត្តគំនិតនៃខ្លួនរបស់យើងចំណែកឯដែនខាងវិញ្ញាណវិញក៏មានគោលការណ៍ដូចគ្នាដែរប្រសិនបើយើងចង់ទំនាក់ទំនងរឿងរ៉ាវខាងវិញ្ញាណដាច់ខាតយើងត្រូវតែប្រើវិញ្ញាណរបស់យើងខ្ញុំសូមពន្យល់ដោយប្រើរូបភាពយ៉ាងដូចនេះឧទាហរណ៍ថាមនុស្សម្នាក់គាត់កំពុងបញ្ចេញសម្លេងនិយាយសម្លេងនោះគឺមានពិតមែនប៉ុន្តែបើអ្នកបិទត្រចៀកទៅប្រើភ្នែកដើម្បីមើលឃើញសម្លេងរបស់គាត់អ្នកប្រកាសជាមិនអាចមើលឃើញបានទេពីព្រោះអ្នកកំពុងប្រើប្រាស់សរីរាង្គដែលខុសប្រសិនបើយើងចង់ឮសម្លេងរបស់គាត់យើងត្រូវតែប្រើសរីរាង្គសម្រាប់ស្ដាប់យ៉ាងណាមិញដើម្បីដឹងពណ៌ខុសពីគ្នាបានក៏ត្រូវប្រើគោលការណ៍ដូចគ្នានេះដែរអ្នកមានពណ៌ខៀវពណ៌បៃតងពណ៌ស្វាយពណ៌ក្រហមនិងពណ៌ស្រស់ស្អាតជាច្រើនទៀតប៉ុន្តែបើអ្នកប្រើត្រចៀកទៅស្ដាប់ពណ៌អ្នកនឹងមិនអាចនិយាយជាមួយភាពស្រស់ស្អាតនៃពណ៌ទាំងនោះបានឡើយសារធាតុនៃពណ៌ពិតជាមានមែនប៉ុន្តែអ្នកមិនអាចមើលឃើញពណ៌នោះបានទេដោយព្រោះតែអ្នកប្រើសរីរាង្គខុសបើដូច្នេះតើអ្នកអាចទំនាក់ទំនងជាមួយព្រះបានដោយរបៀបណាតើសរីរាង្គមួយណាដែលយើងគួរប្រើដើម្បីទំនាក់ទំនងជាមួយព្រះជាដំបូងយើងត្រូវដឹងថាតើព្រះមានសារធាតុអ្វី1កូរិនថូសជំពូក15ខ45 2កូរិនថូសជំពូក3ខ17យូហានជំពូក14ខ16ដល់ខ20និងខ4ដល់ខ24ប្រាប់យើងថាព្រះគឺជាព្រះវិញ្ញាណតើយើងអាចទំនាក់ទំនងជាមួយព្រះតាមរូបកាយរបស់យើងបានឬទេមិនបានទេនេះជាការប្រើសរីរាង្គខុសបើដូច្នេះតើយើងអាចទំនាក់ទំនងជាមួយព្រះតាមប្រលឹងបានទេគឺពិតជាមិនបានទេពីព្រោះនេះជាការប្រើសរីរាង្គខុសដែរយើងអាចទំនាក់ទំនងជាមួយព្រះបានគឺតាមរយៈតែវិញ្ញាណរបស់យើងប៉ុណ្ណោះពីព្រោះព្រះទ្រង់ជាព្រះវិញ្ញាណយូហានជំពូក4ខ24និយាយថាព្រះទ្រង់ជាព្រះវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់ត្រូវថ្វាយបង្គំនៅក្នុងវិញ្ញាណនេះជាខមួយយ៉ាងសំខាន់បើតាមភាសាអង់គ្លេសពាក្យវិញ្ញាណទី1នៅក្នុងខនេះត្រូវបានសរសេរជាអក្សរធំគឺសំដៅទៅលើព្រះវិញ្ញាណរបស់ព្រះដែលជាព្រះទ្រង់ផ្ទាល់បន្ទាប់មកពាក្យវិញ្ញាណទី2នៅឃ្លាខាងមុខទៀតมันបានសរសេរជាអក្សរធំទេពីព្រោះវិញ្ញាណនេះគឺសំដៅទៅលើវិញ្ញាណរបស់មនុស្សយើងព្រះទ្រង់ជាព្រះវិញ្ញាណដូច្នេះយើងត្រូវតែថ្វាយបង្គំទ្រង់នៅក្នុងវិញ្ញាណរបស់យើងដែរយើងមិនអាចថ្វាយបង្គំឬទំនាក់ទំនងព្រះអង្គដោយរូបកាយឬដោយព្រលឹងបានឡើយដោយព្រោះព្រះទ្រង់ជាព្រះវិញ្ញាណដូច្នេះយើងត្រូវទំនាក់ទំនងទ្រង់ថ្
ថ្វាយបង្គំទ្រង់និងប្រកបជាមួយទ្រង់នៅក្នុងវិញ្ញាណរបស់យើងនិងដោយវិញ្ញាណរបស់យើង